សម្រាប់ CNC អញ្ចឹងអក្សរខ្មែរអក្សរអីយើងធ្វើចេញពីកម្មវិធី Corel តើយើងធ្វើមិនទៅបើសិនជាយើងទៅសេហើយនៅក្នុង Corel អញ្ចឹងនេះជាឧទាហរណ៍ខ្ញុំមាន file បែបនេះហើយយើងអាចឆែកមើលថា file របស់យើងហ្នឹងមាន line ហើយនៅអញ្ចឹងយើង select ទាំងអស់អញ្ចឹងមកនេះយើងមើលខាងលើរូបប៊ិចនេះយើងមើលពាក្យថា hairline មកអញ្ចឹងយើង select hairline រួចបងប្អូនមើលសិនថាអក្សររបស់យើងទៅសេនេះវាមានជាបន្ទាត់ line នៅអញ្ចឹងយើងបាន convert វារួចរាល់ហើយនេះយើងមើលទៅ line object manager គឺបានបំលែងរួចរាល់ហើយតែគ្រាន់វាមានបន្ទាត់ក្រៅអញ្ចឹងយើងបានដាក់បន្ទាត់ឲ្យវាមិញហ្នឹងយើងចុចពាក្យថា file ហើយ save as ខ្ញុំធ្វើការ save ទៅលើ desktop ចុច desktop ហើយយើងរើសជា DHF នេះ DHF អញ្ចឹង file លេខ201 save ត្រង់នេះយើងយក AutoCAD R14 តមកទៀតយើងយក millimeter អូខេតមកយើងចូលទៅក្នុងកម្មវិធី Aspire ហើយយើងបើកចុចពាក្យថា Open an existing file នៅលើ desktop នេះ file របស់យើងលេខ201 Open ចុច OK នេះគេថាបងផឹកដើម្បីបំភ្លេចអូនអូខេតមកទៀតយើងកំណត់ទៅលើកន្លែង Sickness អានេះគាត់ប្រាប់មកថា file នេះមិនមែនជា file ខ្ញុំធ្វើទេអញ្ចឹងជា file ភ្ញៀវគាត់ផ្ញើមកដើម្បីជួយសេរីគាត់ភ្លេចអត់ច្បាស់អីយ៉ាងទៅអញ្ចឹងឥឡូវថា Sickness នេះគាត់ឲ្យខ្ញុំដាក់កាត់បាន3ហ៊ុនមកអញ្ចឹងអាចថាកម្រាស់គាត់30អញ្ចឹងតែ3ហ៊ុនវាស្មើនឹង3សង់ទីម៉ែត្រឬក៏30មីលីម៉ែត្រ unit របស់យើងគឺយកជា mm metric surface នៅពីលើហើយកន្លែង offset នេះគឺយើងអត់យកវាទេគឺយើងឲ្យម៉ាស៊ីនចេញទៅចាប់ដើមពីចំណុច point ក្រហមនេះទៅយើងយក OK អញ្ចឹងនៅក្នុងចំណុចនេះគាត់ឲ្យប្រើផ្លែ2លីដើម្បីស៊ីជម្រៅបាន2លីដែរផ្លែ2លីស៊ីបានជម្រៅ2លីយើងចូល two part ខាងស្ដាំដៃសិនហើយយើងយកពាក្យថា pocket នេះមកអញ្ចឹងជម្រៅនេះគឺយើងយក2លីតមកទៀតផ្លែរបស់យើង remove ចោលសិនយើង select ផ្លែថ្មីនៅក្នុង matrix select matrix ហើយយើងយកកន្លែង animal 4លីបើសិនជាមានទំហំផ្សេងអត់អីទេបញ្ហាទេបងប្អូន select សិនហើយយើងយកដើម្បីកែទំហំផ្លែនេះអក្សរ D 2លី apply select យើងបានផ្លែ2លីតមកទៀតផាសនេះចំនួនដងអញ្ចឹងបើសិនជាបងចង់ស៊ីតែម្ដងទេដាក់កែកន្លែងផាសនេះ edit ផាសយើងដាក់តែម្ដងហើយ set ផាសអូខេអញ្ចឹងតកតនឹងការបន្ស៊ីគឺយើងយក offset យើងធ្វើការ select ទាំងអស់សិនមកនេះ select យើងយក calculate នេះវាពងឲ្យធ្វើការបំលែងពីបន្ទាត់ line របស់យើងហ្នឹងទៅជាកូដអីអញ្ចឹងយើងមើលមកអាកន្លែងដែលវាបាត់គឺត្រង់នេះមួយអញ្ចឹងមូលហេតុអីទើបវាបាត់អញ្ចឹងយើងអាចចូលទៅកាន់ 2D មកវិញនេះដោយសារតែបន្ទាត់របស់យើងនេះវាកងគ្នាកន្លែងនេះវាធ្វើឲ្យវាបាត់ loop អាហ្នឹងជាចំណុចបញ្ហាយើងដោះ text សិនទៅនេះអាផ្ទាំងកាលនេះបងប្អូនចង់ឲ្យជាប់គឺយើង pin ឲ្យជាប់ចេះអញ្ចឹងខ្ញុំដោះ text សិនអញ្ចឹងតោះនេះបងប្អូនអាចធ្វើការកាត់ផ្ដាច់ដោយយករូបកន្ត្រៃមកនេះមួយរូបកន្ត្រៃហើយកាត់មកប៉រួចរាល់ close យើងធ្វើការ select សិនថាតើបន្ទាត់វាជាប់គ្នាដែរអត់គឺអត់ជាប់ទេបើអត់ជាប់បងប្អូនតែ select ទាំងពីរខាងលើខាងក្រោមហើយយកពាក្យកន្លែងនេះគេថាជាន់ open vector ជាន់មកពេលដែលយើង select ម្ដងទៀតគឺវាមកទាំងអស់រួចរាល់យើងធ្វើការចុចទៅលើ package ដែលយើងបំលែងសារថ្មីនេះហើយ select ម្ដងទៀតចឹងមកហើយចុច calculate ឡើងវិញចឹងឥឡូវអូខេហើយយើងឃើញថាកន្លែងនេះគឺមានមកវិញធម្មតាតោះនេះពេលបងប្អូនធ្វើហើយអាចចុចកន្លែង preview នេះយើងមើលឃើញនេះអូខេតមកទៀតជាចុងក្រោយគឺយើងកាត់យើងចូលមកកន្លែង 2D វិញមកយើង select ផ្ទាំងកាត់របស់យើងខាងក្រៅនេះចឹងយើងចុចកន្លែងមុខងារទី1គឺមុខងារកាត់លើជម្រៅដែលគាត់ចង់បានគឺ30 mm ហើយសម្រាប់ផ្លែ2លីដដែលចំនួនដងអាចថា3ដងចុះអូខេអញ្ចឹងយើងកាត់outside បានន័យថាខាងក្រៅ inside ខាងក្នុងបន្ទាត់ on គឺនៅលើចែកជា2នៃផ្លែអញ្ចឹងយើងយក outside calculate រួចរាល់អញ្ចឹង file នេះគឺយើងអាច save ចេញទៅរួមគ្នាបានដោយសារតែផ្លែវាជាមួយគ្នាអញ្ចឹងពេលដែលយើង save ចេញទៅគឺយើងចុចកន្លែងរូប save នេះហើយយើងយកអាទី3
ហើយយើងគ្រីកន្លែងពាក្យថា group បានន័យថាផ្លែមួយគ្នាគឺអាចទៅតែមួយ file ទេខាងណានៅលើអានឹងដើរមុនដូចអានេះនៅលើយើងគ្រីមកឃើញថាវានៅលើនេះអញ្ចឹងវាដើរមុនអញ្ចឹងយើងបានពីរនឹងរួមគ្នាហើយគឺយើង save ចេញទៅខ្ញុំដាក់លើ desktop ពាក្យថា pocket 1ឬក៏ DNC 201 DNC អញ្ចឹងប្រភេទ save នេះគឺយើងយកកតុយ DNC នេះ .dnc អញ្ចឹងទៅរួចរាល់អញ្ចឹងរួចហើយថ្ងៃនេះគឺមានប៉ុណ្ណឹងតើតើនឹងការកាត់ CNC ពី Grail ទៅគឺយើងអត់ពិបាកអីខ្លាំងពេកទេបងប្អូនអញ្ចឹងអរគុណច្រើនសម្រាប់ការគាំទ្របាយបាយ